ព្រះករុណាបានជួបគ្នារួចហើយពេលកំពុងដើរនៅខាងក្រៅព្រះបរមរាជវាំងអ្នកទាំងនោះគឺជាសិស្សនៅវិទ្យាល័យសម្ព័ន្ធនៅពេលនោះល្អនេះមិនបញ្ជាក់ថាកុមារនោះជារបស់ព្រះករុណាទេលើសពីនេះពួកស្រីស្នំដើរជុំវិញព្រះរាជវាំងខាងក្នុងជារៀងរាល់ថ្ងៃវាជិះមិនរួចខ្ញុំគ្មានទោសមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដគឺវាជាព្រះករុណាអ្នកពន្យល់ក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសដល់ពេលត្រូវសម្អាតមនុស្សជុំវិញខ្លួនហើយមិនចាំបាច់ឲ្យព្រះនាងម្ចាស់ក្ត្រីព្រួយបារម្ភទេមហេសីតើនិយមបានដាក់ទោសយ៉ានពិនគាត់ស្ទើរតែសម្លាប់កូននៅក្នុងផ្ទៃរបស់គាត់តើអ្នកមិនគួរពន្យល់ខ្ញុំទេស្រមុកពិតព្រះករុណាខ្ញុំធ្វើនេះដើម្បីប្រយោជន៍របស់ព្រះអង្គប៉ុន្តែដើម្បីប្រយោជន៍របស់អ្នកណាខ្ញុំបានឃើញវាទាំងអស់យ៉ាងច្បាស់តើហ្វេងមិញយួនចង់បានអ្វីពិតប្រាកដមាន10យន្ត100,000 ជីន100,000 ជីនប៉ុន្មានចំណាយពេល1អ៊ីងហើយចង់បាន1ម៉ាយពួកគេបានខិតខំប្រឹងប្រែងអស់រយៈពេល1ឆ្នាំដើម្បីសន្សំប្រាក់បាន10,000 ជីនព្រះមហាក្សត្រឲ្យពោះរបស់ប្រពន្ធចុងខ្ញុំឈឺខ្លាំងណាស់វាហាក់ដូចជាព្រះអង្គម្ចាស់នៅក្នុងផ្ទៃរបស់នាងល្អ100,000 ជីនប៉ុន្តែខ្ញុំត្រូវការពេលវេលាដើម្បីធ្វើម្ដងទៀតបន្ទាប់ពីទទួលបាន100,000 ចូលយើងហៅវាសំបីតែសប្តាហ៍ថ្ងៃនេះបើថ្ងៃស្អែកហ៊ានមានគំនិតវិវេទៀតហើយខ្ញុំនឹងមិនបណ្ដោយឲ្យពួកគេចុះចាញ់ដោយงี้នោះទេចំពោះភរិយារបស់ជីមែនហើយខ្ញុំយល់ច្រឡំយ៉ានពិនព្រះមហាក្សត្រឲ្យសូមព្រះអង្គការភ័យទោសគាត់គ្រាន់តែមានរសជាតិអ្នកបានរំលឹកខ្ញុំហើយមែនទេបញ្ជូនព្រះរាជក្រឹត្យរបស់ខ្ញុំជាវលីកងយ៉ានភិងរួមចំណែកដល់កំណើតនៃគ្រួសាររាជចាប់ពីពេលនេះទៅនាងត្រូវបានប្រទានងារជាភរិយាយ៉ានចំពោះអ្នកនាងឈីវសាំងសេ30ពូហ្វេង3ឆ្នាំចាប់ពីថ្ងៃនេះទៅជនជាតិភាគតិចត្រូវបានហាមឃាត់ព្រះករុណាប្រពន្ធចុងរបស់អ្នកសុកចិត្តឲ្យវាទៅយ៉ានពីងទេព្រះករុណាខ្ញុំព្រះករុណាសូមអភ័យទោសចំពោះអ្នកម្នាងយ៉ានវាយឺតពេលហើយតើអ្នកចង់និយាយអ្វីអ្នកមានវីរបុរសនៅទីក្រុងឆេននៃទីក្រុងលេអែងតើអ្នកគិតយ៉ាងណាដែរស្រមុកតើនោះមានន័យយ៉ាងណាហ្វេងយូហ្វេងអ្នកជប់នៅទីនោះតើអ្នកចង់មានន័យយ៉ាងណាអ្នកពិតជាមានផ្ទៃពោះមែនទេកំពុងព្យាយាមរើសយកហេតុអ្វីខ្ញុំត្រូវការលុយតើអ្នកចង់មានន័យយ៉ាងណានេះជារឿងល្អមួយជាមួយវាបន្ទាប់មកព្រះមហេសីយ៉ានអាចទទួលបានព្រះគុណកាន់តែច្រើនពីព្រះចៅអធិរាជអ្នកចង់មានន័យថាលបួងពោះចេញពីរន្ធរបស់វាមែនទេប៉ះពោះខ្លួនឯងអ្នកដឹងទេថាអ្វីខ្ញុំចូលចិត្តអារម្មណ៍របស់វាណាស់អ្នកក៏ប៉ះវាដែរហើមជាធម្មតាខ្ញុំមានអារម្មណ៍ថាខ្ញុំមានវានៅក្នុងដៃរបស់ខ្ញុំទោះបីជានោះជារាងកាយរបស់ខ្ញុំអាចនិយាយបានថាជាផលិតផលដែលមានគុណភាពខ្ពស់បំផុតអ្នកមិនអាចប៉ះវាបានទៀតទេមានរឿងដ៏គួរឲ្យភ័យខ្លាចមួយកំពុងកាត់ឡើងខ្ញុំមិនចង់ធ្វើដូច្នោះចំពោះខ្លួនឯងទេថ្នាំពុលនោះមិនអាចព្យាបាលបានទេតើវាអាចមានឥទ្ធិពលអ្វីខ្លះទៅលើរាងកាយហេតុអ្វីអ្នកមិនគ្រាន់តែរកមើលវា